សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះតោះពួកយើងនាំគ្នាទៅធ្វើខ្ទឹមចិញ្ច្រាំដែលរក្សាទុកបានយូរអញ្ចឹងដំបូងឡើយយើងត្រូវបកខ្ទឹមសនឹងចេញទាំងអស់ចេញសម្បកសិនបន្ទាប់មកយើងដាក់នៅក្នុងម៉ាស៊ីនកិនអញ្ចឹងអ្នកនរគ្នាអាចកិនទៅតាមទំហំខ្ទឹមដែលអ្នកនរគ្នាចង់បានសម្រាប់ខ្ញុំតោះតែយើងម៉ត់បន្តិចទៅងាយស្រួលព្រោះដោយសារយើងត្រូវយកខ្ទឹមនេះយកទៅឆាយកទៅបំពងអីវាស្រួលក្នុងការញ៉ាំហើយវាងាយស្រួលក្នុងការចម្អិនដូចគ្នាអញ្ចឹងនេះគឺជាខ្ទឹមដែលខ្ញុំបានកិនរួចអញ្ចឹងសម្រាប់ខ្ញុំចូលចិត្តខ្ទឹមរាងម៉ត់បន្តិចបែបនេះអញ្ចឹងពេលដែលកិនវាសពគ្រប់ហើយគឺខ្ញុំដាក់វានៅក្នុងកន្លស្អាតមួយយើងទៅជូតទឹកនឹងឲ្យអស់សិនដើម្បីកុំឲ្យខ្ទឹមនឹងវាខូចអញ្ចឹងយើងត្រូវចាក់ខ្ទឹមដែលយើងបានកិនទាំងប្រមាណដាក់ចូលនៅក្នុងកន្លបន្ទាប់មកយើងចាក់ប្រេងឆារបស់យើងចូលទៅក្នុងកន្លខ្ទឹមហ្នឹងទៅដើម្បីរក្សាខ្ទឹមហ្នឹងឲ្យមានគុណភាពបានយូរថ្ងៃចឹងសម្រាប់ខ្ញុំគឺខ្ញុំដាក់ប៉ុណ្ណេះវាមកល្មមលិចជាមួយនឹងខ្ទឹមសរបស់ខ្ញុំហើយចឹងយើងត្រូវការគៀវាឲ្យបានស្អាតមកហើយអ្នកនរគ្នាអាចទុកវាបានរយៈពេលយូរហើយខ្ទឹមនៅតែរក្សាគុណភាពដដែលហើយនឹងមានក្លិនឈ្ងុយអរគុណច្រើនសម្រាប់ថ្ងៃនេះជួបគ្នានៅសប្តាហ៍ក្រោយសូមអរគុណបាយបាយ